Hello សួស្តីអ្នកនរគ្នាដូចអ្នកនរគ្នាបានឃើញនៅក្បាលវីដេអូខ្ញុំថាខ្ញុំមកធ្វើខសាច់ជ្រូកខ្ញុំបន្តិចដោយសារតែព្រឹកមិញខ្ញុំបានធ្វើស៊ុបមាន់ហើយក៏ប៉ុន្តែខ្ញុំញ៉ាំសាច់មាន់អត់ការដល់អ្នកនរគ្នាអញ្ចឹងទៅខ្ញុំក៏បានមកខជើងជ្រូកនេះមកចំហៀននេះដើម្បីញ៉ាំអញ្ចឹងណាហើយជើងជ្រូកនេះដែរអ្នកនរគ្នាកាប់យ៉ាងធំតិចទៅបើខ្ញុំកាប់យ៉ាងតិចតួចដោយសារតែអ្នកទាំងខ្ញុំមានក្មេងអញ្ចឹងណាអញ្ចឹងខ្លាចវាពិបាកញ៉ាំអញ្ចឹងទៅហើយដល់កាលមកយើងក៏បានកាប់ជើងជ្រូកយើងអញ្ចឹងទៅអ្នកនរគ្នាខនេះយើងដូចជាខ្វះតាពាំងអ្នកនរគ្នាចាំមើលខ្ញុំទៅរកកាប់តាពាំងនៅក្រោយផ្ទះមើលមុននឹងឈានចូលដល់ការធ្វើម្ហូបរបស់យើងខ្ញុំសូមណែនាំអំពីផលិតផលមួយដែលជាផលិតផលកូនខ្មែរនេះគឺជាសាប៊ូកក់សក់ស្ពៃហើយនិង foam លាងមុខហើយនិងសាប៊ូដោះខ្លួនអ្នកគ្នាគឺជាឈុតដែលខ្ញុំប្រើជាប្រចាំថ្ងៃដែលមាន foam លាងមុខនេះគឺ foam លាងមុខនេះគឺល្អខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់មានស្បែកខ្សោយហើយក្លិនវាក៏អប់ខ្លាំងមែនទែនអ្នកនរគ្នាគឺក៏អប់ស្រាលចូលមកហើយជាផលិតផលកូនខ្មែរសុទ្ធ 100% តែម្ដងដូចខ្ញុំបានបង្ហាញលេខកូដអញ្ចឹងចាំមើលសាច់ foam របស់គេអ្នកនរគ្នាសាច់ foam របស់គេគឺពណ៌បៃតងបែបនេះហើយមានក្លិនក្រអូបស្រាលខ្លាំងមែនតើពេលយើងបានដោះនៅលើស្បែកមុខរបស់យើងណាដែលអារម្មណ៍ថាស្បែកមុខរបស់យើងឡើងទន់ហើយវាលាងចម្រេះក្អែលបានល្អជាពិសេសគឺពពួកបាក់តេរីនឹងមកអ្នកនរគ្នាហើយអ្នកដែលមានស្បែកមុខខ្សោយអីក៏អាចប្រើត្រូវដែរព្រោះ foam លាងមុខនេះវាជួយផ្ដល់សំណើមធម្មជាតិនៅលើស្បែកមុខរបស់យើងហើយទី2គឺជួយបណ្ដោះការសកាថ្មីហើយជួយទៅផ្ដល់សំណើមធម្មជាតិនៅលើស្បែកមុខរបស់យើងទៀតផងអ្នកនរគ្នាកុំភ្លេចទិញផលទាំងអស់គ្នាណាបន្ទាប់ពីធ្វើការកាប់សាច់ជ្រូកកាប់អីហើយខ្ញុំក៏បានដើរទៅក្រោយផ្ទះបន្តិចអ្នកនរគ្នាដើម្បីទៅរកកាប់តាពាំងយកមកស្លអញ្ចឹងណាអ្នកនរគ្នានេះជាសកម្មភាពដែលខ្ញុំបានដើរទៅកាប់តាពាំងក្រោយផ្ទះវាហាងសិទ្ធិភ័យតិចដូចថាខាននឹងវាមិនភ្លៀងមិនអីអ្នកគ្នាហើយបាក់តាខ្លាំងមែនតែវាភ័យច្រើនយើងមកមើលតាពាំងយើងមើលមានអត់អ្នកនរគ្នានេះមកដល់ហើយខ្ញុំគិតថាប្រហែលជាអត់មានទេដឹងអ្នកនរគ្នាមើលឡើងស្លាស់ថេអញ្ចឹងមកដល់ឃើញស្នាមគេកាប់នោះអញ្ចឹងបានន័យថាអត់មាននេះអញ្ចឹងខរបស់យើងមិនដាក់តាពាំងទេថ្ងៃហ្នឹងហើយបន្ទាប់ពីដើររកអត់មានហើយខ្ញុំក៏បានធ្វើដំណើរទៅវិញអ្នកនរគ្នានេះគឺជាសកម្មភាពដែលខ្ញុំបានឈន់លេងនៅជុំវិញបរិវេណហ្នឹងដោយសារតែអូយស្អាតដោយសារតែមានតាពាំងទេពួកយើងក៏នាំគ្នាមកថតលេងជុំវិញបរិវេណផ្ទះហើយចឹងអ្នកនរគ្នាក្រោយបរិវេណជុំវិញក្រោយផ្ទះហ្នឹងហើយទិដ្ឋភាពក្រោយផ្ទះគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបែបធម្មជាតិស្រស់ស្រាយអីចឹងណាហើយចាំមើលទៅខវិញយើងមិនបាច់ដាក់អីទេតែពាំងក៏មិនបាច់ដាក់ដែរខសាច់ជ្រូកនឹងទៅតគាត់មកខ្ញុំក៏បានធ្វើដំណើរមកវិញជាមួយក្មួយខ្ញុំចឹងណាហើយក៏យើងបានមកដល់វិញទៅខ្ញុំក៏បានច្រាំខ្ទឹមច្រាំអីទុកដើម្បីដាក់ខរបស់យើងមុននឹងខ្ញុំដាក់ស្ងោរពងទាចោលសិនអ្នកនរគ្នាដល់ពេលបានមកស្ទុះហើយពងទាយើងក៏ឆ្អិនដែរហើយខ្ញុំដាក់ខចោលដាក់ក្លោចស្ករក្លោចអីចឹងទៅហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមសអ្នកនរគ្នាដែលខ្ញុំដាក់ខ្ទឹមសខ្ទឹមអីចូលចឹងហើយខ្ញុំកូរវាចឹងទៅដើម្បីឲ្យវាឈ្ងុយហើយឈ្ងុយខ្ទឹមសហ្នឹងហើយចាំបានខ្ញុំដាក់សាច់ជ្រូកចូលចឹងអ្នកនរគ្នាខ្ញុំដាក់ស្ករដាក់ទឹកត្រីដាក់អីអំបិលអីធម្មតារ៉ូឌីអីធម្មតាតាមអ្នកទាំងអស់គ្នាស្លទៅខ្ញុំក៏ស្លដូចតែគ្នានឹងឯងដាក់ទឹកត្រីដាក់ប៊ីចេងស្ករអីតាមហ្នឹងចឹងទៅហើយបន្តគាត់មកពងទាខ្ញុំក៏បានពុះហើយខ្ញុំក៏បានមកបកវាដើម្បីទុកដាក់ខចាស់អ្នកនរគ្នាហើយខនេះខ្ញុំបង្ងាស់ឲ្យយូរបន្តិចដើម្បីឲ្យវាក្រហមខ្លាំងប៉ុន្តែពងទាខ្ញុំបានដាក់បង្ងាស់ជាមួយដោយសារតែពងទាខ្ញុំទៅស្ងោរក្រោយអ្នកនរគ្នាចឹងទៅពងទានេះរាងសបើអ្នកនរគ្នាចង់ឲ្យក្រហមខ្លាំងអ្នកនរគ្នាក្លោចបង្ងាស់វាឲ្យយូរបង្ងាស់ពងទាជាមួយសាច់ជ្រូកនឹងឲ្យយូរទៅវាក្រហមហើយយ៉ាងណាអ្នកនរគ្នាម្ហូបយើងក៏បានឆ្អិនហើយដែរប៉ុន្តែអត់សូវតំណទេដោយសារវាអត់សូវក្រហមមកពងទានោះនៅវីដេអូនោះមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនចំពោះការតាមដាននិងចូលចិត្តជួបគ្នានៅវីដេអូក្រោយ See you កុំភ្លេចទិញ form លាងមុខប្រើផងណាល្អប្រើខ្លាំងមែនតើ